តើមានគ្នាយើងប្រមាណអ្នកដែលចង់លេងជាមួយនឹង shader Prisma មួយនេះដោយ shader Prisma មួយនេះគឺវាមានទេសភាពស្អាតខ្លាំងមែនតើដូច្នេះហើយទើបខ្ញុំធ្វើវីដេអូមួយនេះឡើងសម្រាប់ចែកជូនអ្នកគ្នានៅក្នុងការលេងជាមួយនឹង shader Prisma នេះដោយខ្ញុំបែងចែកវានឹងជាពីរចំណុចធំហើយបើសិនជាអ្នកគ្នាចង់ដឹងនោះតោះចូលទៅមើលវីដេអូរបស់គ្នាចំណុចទី1របស់យើងគឺទូរស័ព្ទអ្នកគ្នាមិនបាច់មានទូរស័ព្ទរាប់ពាន់ដុល្លារអីមកលេងជាមួយនឹង shader មួយនេះទេគឺអ្នកគ្នាត្រឹមតែមានទូរស័ព្ទមួយដែលល្មមលេងទៅគឺបានហើយគឺគ្រប់គ្រាន់ហើយដូចជាខ្ញុំឥឡូវនេះអញ្ចឹងគឺទូរស័ព្ទខ្ញុំគឺមិនមែនតម្លៃរាប់ពាន់អីទេប៉ុន្តែខ្ញុំអាចកែសម្រួលទូរស័ព្ទខ្ញុំហ្នឹងអាចលេងជាមួយនឹង shader Prisma មួយនេះបានចំណុចទី2នេះគឺសំខាន់ខ្លាំងមែនតើទៅលើ Minecraft ដែលយើងលេងលើ Android ហ្នឹងយើងដឹងហើយដើម្បីលេង shader Prisma នេះបានគឺយើងត្រូវប្រើ Minecraft Beta ហើយចំពោះ iPhone វិញគឺយើងត្រូវប្រើ Minecraft Preview ចំពោះ Minecraft Beta បើសិនបើយើងលេង version ចុងក្រោយទូរស័ព្ទខ្លះគឺវាអត់ support ទេអ្នកគ្នាប្រហែលជាឆ្ងល់ហើយតើវាអត់ support មិនទៅខ្ញុំបានសាកផ្ទាល់ហើយបើសិនបើខ្ញុំលេង version ធំ 1.21.80គឺទូរស័ព្ទខ្ញុំគឺអត់ឲ្យបើកជាមួយនឹង shader Prisma មួយនេះទេតែចម្លែកអីបើសិនបើខ្ញុំលេង Minecraft 1.21.70 គឺខ្ញុំអាចអូសជាមួយនឹង shader នេះរួចដែលខ្ញុំអាចនឹង open ជាមួយនឹង Prisma នេះបានដែលអ្នកគ្នាមើលបានគឺវាអែមស្រែមខ្លាំងមែនទែនអញ្ចឹងចំណុចមួយនេះក៏សំខាន់ដែរសង្ឃឹមថាអ្នកគ្នានឹងយល់គឺខ្ញុំមាន tip តែប៉ុណ្្នឹងទេសម្រាប់ចែកជូនអ្នកគ្នាបើសិនបើអ្នកគ្នាធ្វើតាមដូចដែលខ្ញុំទៅគឺបានប្រសិទ្ធភាពគឺកុំភ្លេច comment ផងប្រសិនបើអ្នកគ្នាធ្វើមិនបានទេគឺខ្ញុំមានតែចូលរួមសោកស្ដាយទេឥឡូវគឺយើងមានតែប៉ុណ្្នឹងទេបាយ